Puizo គឺជាម៉ាកយីហោរថយន្តដ៏ល្បីល្បាញរបស់ប្រទេសបារាំងមួយហើយ brand មួយនេះគឺចាប់ផ្ដើមចេញពីគ្រួសារដែលមានត្រកូលឈ្មោះថា Puizo តែម្ដងដែលស្ថាបនិករបស់ brand នេះឈ្មោះថា Jean-Pierre Puizo និងលោក Jean-Frédéric Puizo ហើយក្រុមហ៊ុន Puizo មួយនេះមានវត្តមានតាំងពីឆ្នាំ1810មកម្ល៉េះដែលពីដើមឡើយរោងចក្រមួយនេះមិនមែនផលិតរថយន្តឬក៏ម៉ូតូនោះទេប៉ុន្តែជាក្រុមហ៊ុនមួយដែលគេបានដឹងថាជាក្រុមហ៊ុនផលិតដែកផលិតឧបករណ៍ប្រើប្រាស់ដូចជាសោម៉ាឡេតកង់សម្រាប់ធាក់និងប្រដាប់កិនគ្រាប់កាហ្វេជាដើមនៅចុងសតវត្សទី19ប្រទេសអឺរ៉ុបទាំងមូលបានឈានចូលទៅក្នុងបដិវត្តឧស្សាហកម្មទាំងអស់ដែលចំនួននោះត្រកូល Puizo គឺកាន់កាត់ដោយលោក Armand Puizo ដែលជាចៅរបស់លោក Jean-Pierre Puizo ដែលលោកនេះហើយគឺជាអ្នកបន្តវេនរបស់ក្រុមគ្រួសារ Puizo ហើយក៏ជាម្នាក់ដែលមើលឃើញពីចក្ខុវិស័យដ៏វែងឆ្ងាយពីអនាគតរបស់ពិភពលោកដែលត្រូវការយានជំនិះជាចាំបាច់ដូច្នេះហើយក្រុមហ៊ុន Puizo បានផ្លាស់ប្ដូរពីការផលិតដែកនិងឧបករណ៍ផ្សេងៗហ្នឹងទៅជាក្រុមហ៊ុនដឹកជញ្ជូននិងផលិតរថយន្តវិញហើយទីបំផុតនៅក្នុងឆ្នាំ1898កង់ដែលបំពាក់ម៉ាស៊ីនក៏បានចាក់កំណើតឡើងក្នុង brand Puizo ដែលកម្លាំងម៉ាស៊ីនរបស់វាមានកម្លាំងសេះត្រឹមតែ 1.5 តែប៉ុណ្ណោះរីឯ top speed របស់គេគឺគេរត់បាន40 km/h ក្នុង1ម៉ោងលឿនហើយជំនាន់នោះទោះបីជាយ៉ាងណាក៏ដោយម៉ាកយីហោដែលកើតឡើងនៅក្នុងជំនាន់នោះជាមិនផុតទេជប់នឹងសង្គ្រាមតួយ៉ាង brand Puizo មួយនេះក៏មិនអាចជៀសពីសង្គ្រាមលោកលើកទី1បានដែរហើយ brand Puizo ក៏បានជួបនឹងវិបត្តិហិរញ្ញវត្ថុដូចគ្នាផងដែរដោយសារតែការបង្វែរទិសដៅចេញពីការផលិតសម្រាប់ប្រជាជនធម្មតាទៅផលិតជូនកងទ័ពវិញទាំងសង្គ្រាមលោកលើកទី1លោកលើកទី2រោងចក្ររបស់ Puizo ភាគច្រើនគឺជាគោលដៅយោធារបស់សត្រូវដែលបណ្ដាលឲ្យរោងចក្រភាគច្រើនមួយចំនួនត្រូវបានរងការបំផ្លិចបំផ្លាញពីការទម្លាក់គ្រាប់ហើយលើសពីនោះទៅទៀតនៅពេលដែលចប់សង្គ្រាមទីផ្សារសេដ្ឋកិច្ចសកលក៏បានកម្រើកឡើងដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងពីប្រទេសជប៉ុនដែលពួកគេបានបញ្ចេញម៉ូដម៉ូតូដែលមានគុណភាពខ្ពស់តម្លៃសមរម្យដែលនេះក្លាយជាបញ្ហាដ៏សំខាន់មួយសម្រាប់ប្រទេសអឺរ៉ុបដូច្នេះហើយធ្វើឲ្យ Puizo ចាប់ផ្ដើមរិះរកវិធីដើម្បីនឹងប្រកួតប្រជែងជាមួយនឹង competitor Puizo ក៏ចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយគឺឈោងចាប់ទៅកាន់អតិថិជនក្នុងទីក្រុងដែលភាគច្រើនតម្រូវការអតិថិជនគឺត្រូវការម៉ូតូដែលមានទំហំតូចនិងមិនស៊ីសាំងសម្រាប់ធ្វើការប្រចាំខែរបស់ពួកគេលើសពីការច្នៃប្រឌិតនៃការ Kickstart ឬក៏យើងហៅថាធាក់ដើម្បីបញ្ឆេះម៉ាស៊ីនគេបានប្រើប្រាស់ទៅលើបច្ចេកវិទ្យាមួយដែលហៅថា Start Smart ឬក៏ D ដើម្បីបញ្ឆេះម៉ាស៊ីនហើយនេះគឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់អ្នកនៅសម័យនោះឯងហើយទីបំផុត brand Puizo បានត្រឡប់ទៅផលិត model classic មួយដែលមានឈ្មោះថា Django ដើម្បីតាក់ទាញអ្នកប្រើប្រាស់ក្នុងទីផ្សារដូច្នេះ Django ជា brand មួយដែលមិនមែនប្រកួតប្រជែងទៅលើល្បឿនឬតម្លៃតែមួយនោះទេប៉ុន្តែវាជាការប្រកួតប្រជែងទៅលើការប្រើប្រាស់ម៉ាកយីហោដែលមានអាយុកាលយូរនិងការជឿជាក់ទៅលើ branding